ចាថ្ងៃនេះមកបង្ហាញបងប្អូនពីរបៀបធ្វើម្ហូបមួយមុខចាជាប្រភេទម្ហូបឆាដែលយើងប្រើបន្លែច្រើនមុខចានោះគឺឆាជូរអែមបងប្អូនអញ្ចឹងជាដំបូងយើងធ្វើការហាន់ខ្ទឹមបារាំងយើងសិនចាបន្លែយើងមានខ្ទឹមបារាំងមានម្នាស់អញ្ចឹងបងប្អូនធ្វើការហាន់ជាចម្រៀកតូចៗតាមដែលយើងចូលចិត្តណាចំណងចិត្តយើងចង់ហាន់តូចឬក៏ធំប៉ុណ្ណាគឺតាមចិត្តតាមបេះដូងហ្នឹងឯងបន្ទាប់មកមានម្ទេសបងប្អូនម្ទេសផ្លោកនេះប្រើខ្ញុំដាក់មួយផ្លែអញ្ចឹងមកបងប្អូនមានសមាជិកច្រើនយើងលៃលកបន្លែទៅតាមនឹងអញ្ចឹងណាបងប្អូនចាអញ្ចឹងម្ទេសផ្លោកយើងហាន់វាឆ្កឹះយកគ្រាប់ចេកស្អាតអស់ហើយយើងហាន់វាតូចៗអញ្ចឹងទៅហើយនឹងនេះម្ទេសក្រហមបងប្អូនដាក់ម្ទេសផ្លោកម្ទេសក្រហមផងអញ្ចឹងដើម្បីវាឃើញពណ៌កាន់តែគួរឲ្យចង់ញ៉ាំអញ្ចឹងណាអញ្ចឹងពេលហាន់បន្លែហើយយើងធ្វើការទុកបន្លែម្លែកសិនបងប្អូនហើយយើងមកធ្វើការលាយជាមួយនឹងគ្រឿងទេសទុកឲ្យហើយអញ្ចឹងគ្រឿងទេសយើងអន់បាក់បងប្អូនចាមានភេកខ្យងតិចទៅស៊ីអ៊ីវទឹកស៊ីអ៊ីវបន្តិចចាម្សៅស៊ុបបន្តិចហើយទឹកត្រីចាហើយនឹងទឹកប៉េងប៉ោះប៊ីចេងស្ករសហើយនិយាយទៅគ្រឿងទេសបងប្អូនដាក់តាមបរិមាណបន្លែសាច់ប៉ុនយើងបងប្អូនចាតែយើងញ៉ាំឡំកុំដិតពេកល្អបងប្អូនល្អដល់សុខភាពចឹងណាចាអញ្ចឹងពេលដែលយើងលាយគ្រប់គ្រឿងទេសអស់ហើយយើងធ្វើការដាក់ម្សៅឆាកន្លះស្លាបព្រាហើយយើងដាក់ទឹកបន្តិចមកហើយយើងកូរគ្រឿងទេសទាំងអស់ចូលគ្នាអញ្ចឹងបញ្ជាក់បងប្អូនមិញគ្រឿងទេសយើងមានផេងខ្យងទឹកស៊ីអ៊ីវចាស្ករសប៊ីចេងទឹកប៉េងប៉ោះម្សៅឆាទឹកកូររួចហើយយើងទុកម្លាយបន្ទាប់មកយើងមកធ្វើការប្រឡាក់មួយឆ្អឹងចានីយើងសិនអញ្ចឹងឆ្អឹងចានីប្រឡាក់យើងដាក់ម្សៅបំពងតិចពងមាន់មកគ្រាប់មកច្បាច់វាចូលគ្នាប្រឡាក់វាហើយយើងយកចៀននៅពេលដែលវាយើងចៀនសាច់ឆ្អិនហើយយើងធ្វើការម្លេងខ្ទឹមសិនបងប្អូនខ្ទឹមសហ្នឹងយើងម្លេងឲ្យវាឡើងពណ៌សិនចាឡើងឈ្ងុយបន្តិចហើយបងប្អូនធ្វើការដាក់គ្រឿងទេសដែលយើងបានលាយមិញហ្នឹងយើងចូលឆាវាសិនបងប្អូនឆាទៅឆាមកហើយអៀងឈ្ងុយជាមួយនឹងខ្ទឹមហើយគ្រឿងទេសយើងលាយសព្វល្អហើយយើងធ្វើការដាក់បន្លែចូលបងប្អូនយើងធ្វើការដាក់បន្លែហើយបន្លែយើងដាក់ន្ទឹមគ្នាបានព្រោះដោយសារបន្លែទាំងអស់ហ្នឹងសុទ្ធសឹងតែជាបន្លែដែលយើងអាចញ៉ាំឆៅបានណាអញ្ចឹងនៅពេលបងប្អូនដាក់បន្លែហើយយើងឆាទៅឆាមកទុកវាមកផ្លែតឲ្យវាឆ្អិនបន្តិចសិនចាចាំយើងធ្វើការភ្លក់រសជាតិវាថាល្មមនៅអញ្ចឹងបងប្អូនបន្ទាប់មកយើងធ្វើការដាក់សាច់ដែលយើងបានបំពងហើយហ្នឹងចូលហើយយើងឆាសាច់នឹងជាមួយបន្លែឲ្យចូលគ្នាចានៅពេលដែលចូលហើយយើងមើលថារសជាតិល្មមបន្លែឆ្អិនល្មមហើយយើងលើកឡើងជាការស្រេចចាតែប៉ុណ្្នឹងឯងបងប្អូនវិធីធ្វើដែលងាយហើយបើយើងអត់ចេះញ៉ាំបន្លែរៀងនៅឆៅទេបងប្អូនឆារៀងយូរតិចឲ្យវាឆ្អិនតែបើសម្រាប់ខ្ញុំគឺថាឆៅប៉ុណ្្នឹងល្មមនិយាយទៅវារៀងសួយនៅសួយញ៉ាំទៅឆ្ងាញ់អញ្ចឹងណាបងប្អូននិយាយពីមួយចានធំនេះអស់អាចញ៉ាំអស់ហ៎បងប្អូនធម្មតាឯងចឹងអរគុណជួបគ្នានៅវីដេអូធ្វើម្ហូបក្រោយទៀត